Hãy ấy có căn để sốt muốn căn để chu bị bạ miễn nè na thọp song sai tế cá sốt muốn mình men chỉ haiในភាពរាំងស្ទះក្នុងជីវិតនោះទេអ្វីដែលធ្វើឲ្យជីវិតយើងរាំងស្ទះពិតប្រាកដនោះគឺជាកម្មចាស់ដែលនៅចាំឱកាសហុចផលប្រៀបដូចជាបំណុលដែលយើងបានសាងដល់វេលាត្រូវតែសងមានប្រកាសការមួយដែលរមែងកាត់ឡើងជានិច្ចសម្រាប់អ្នកដែលចាប់ផ្ដើមដើរនៅក្នុងផ្លូវធម្មៈនោះគឺមុនបដិបត្តិជីវិតមើលទៅស្ងប់ស្ងាត់តែនៅពេលដែលចាប់ផ្ដើមហ្វឹកហាត់សមាធិភ្លាមក៏ប្រកាសថារឿងរ៉ាវដែលមិនល្អក៏បាក់ចូលមកប្រៀបដូចជាទំនប់ធ្លាយមិត្តភ័ក្តិដែលរាប់អានក៏ចាប់ផ្ដើមមានតិចរបស់ដែលចូលចិត្តសន្សំក៏ចាប់ផ្ដើមឃ្លាតឆ្ងាយវាមិនមែនជាការដាក់ទោសទេតែវាជាការបង្ខំដើម្បីឲ្យផលមកលឿនព្រោះនៅពេលដែលពន្លឺធម្មៈចាប់ផ្ដើមចាំងធ្លុះចូលទៅក្នុងចិត្តកម្លាំងនៃចក្រវាឡក៏រំកិលកង់នៃកម្មក៏វិលលឿនជាងមុនវិបាកកម្មទាំងឡាយដែលនៅលាក់ខ្លួនស្ងាត់មកជាយូរក៏ត្រូវបានប្រឡែងចេញមកដើម្បីលាងជម្រះចិត្តយើងឲ្យថ្លាស្អាតប្រៀបដូចជារោគដែលវានៅកប់ក្នុងរាងកាយយើងមកជាយូរនៅពេលដែលចាប់ផ្ដើមព្យាបាលពេទ្យក៏ចាប់ផ្ដើមបើកមុខរបួសលាងខ្ទុះដាក់ថ្នាំការឈឺចាប់វាក៏កើតឡើងអាចឈឺខ្លាំងជាងនៅពេលដែលមិនទាន់បានព្យាបាលនោះគឺជាពេលនៃការព្យាបាលដល់ពេលវេលាកន្លងផុតទៅដើម្បីសះរោគជារាងកាយក៏ត្រឡប់មកជាសះស្បើយយ៉ាងពិតប្រាកដការបដិបត្តិធម៌ក៏ដូចគ្នារយៈពេលដំបូងកម្មចាស់និងកិលេសវារើបំរាស់ប្រៀបដូចជាបិសាចនៅក្នុងស្រមោលងងឹតដែលមិនចង់ឲ្យយើងរួចផុតនោះជាសញ្ញាដែលប្រាប់ថាទ្វារបានបើកហើយបើយើងឆ្លងផុតពីសភាវៈត្រង់នេះបានចិត្តយើងនឹងចាប់ផ្ដើមភ្លឺវិបាកកម្មនឹងថយចុះផ្លូវខាងមុខនឹងភ្លឺហើយស្រឡះប្រៀបដូចជាយន្តហោះដែលហោះឆ្លងផុតមេឃខ្មៅហើយទៅដល់គោលដៅបានសម្រេចនេះជាការដកពិសោធន៍មិនមែនជាការដាក់ទោសតែជាការលើកកម្ពស់ចិត្តវិញ្ញាណធ្វើឲ្យយើងជាមនុស្សមានចិត្តស្អាតហើយរឹងមាំហើយក៏ព្រមក្នុងការទទួលនៅធម៌ពលដែលខ្ពស់ចូលកុំខ្លាចនៅពេលដែលរឿងអាក្រក់ចាប់ផ្ដើមកើតឡើងព្រោះវាជាការឲ្យសញ្ញាប្រាប់មកអ្នកថាពន្លឺនៃធម្មៈចាប់ផ្ដើមធ្វើការហើយនៅពេលដែលលោកអ្នកមានការអត់ធ្មត់គ្រប់គ្រាន់លោកអ្នកនឹងបានជួបពន្លឺពិតប្រាកដនៅក្នុងខ្លួនលោកអ្នកផ្ទាល់ចា៎ហើយថ្ងៃនេះគឺជាថ្ងៃសិល5រោចគឺជាសិលខែដាច់ត្រូវនៅថ្ងៃទី20ខែ11 2025អ្នកគ្រូនិងក្រុមគ្រួសារបានទៅវត្តប្រគេនទឹកដោះគោឆៅព្រមទាំងនំចំនួន64ឈុតដល់ព្រះសង្ឃនៅវត្តវិសុទ្ធមគ្គព្រមទាំងម៉ាជីដែលបម្រើព្រះសង្ឃនៅវត្តហើយបច្ច័យទាំងនេះក៏បានទទួលការចូលរួមពីហ្វេននិងមិត្តធម៌ដែលនៅក្នុងប្រទេសនិងក្រៅប្រទេសផងដែរទើបធ្វើឲ្យកើតនៅមហាកុសលនៅក្នុងថ្ងៃសិល5រោចគឺជាសិលខែដាច់តាមទំនៀមទម្លាប់ពុទ្ធសាសនាគឺដើម្បីបានឧទ្ទិសកុសលដល់មាតាបិតាបុព្វការីនិងទេវតាប្រចាំខ្លួនដល់ស្ដេចយមរាជទាំង32យមទូតសវណ្ណលេខានិងនាយនារី